បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមានឱសថមួយចែកម្លែកដល់ពុកម៉ែបងប្អូនដើម្បីបណ្ដេញជាតិពុលក្នុងខ្លួនរយៈពេលយូរខែយូរឆ្នាំដែលយើងបានបណ្ដេញជាពិសេសជាតិពុលហ្នឹងគឺជាតិពុលដែលថាជាតិដែកមិនសំខាន់នៅក្នុងខ្លួនតែថាថ្នាំផ្សេងៗវាមិនអាចបណ្ដេញបានណាបាទនឹងហើយធ្វើឲ្យអាការៈរបស់ពុកម៉ែបងប្អូនមានខ្សោយការចងចាំបាត់ការចងចាំខ្វះគ្រាប់ឈាមអាសាឈឺក្បាលរោគចង្កបាទឈឺខ្លួនអីហ្នឹងធ្វើឲ្យខ្លួនអត់មានកម្លាំងអត់មានកំហែងចេះតែចុកកន្លែងនេះចុកកន្លែងនោះឈឺកន្លែងនេះឈឺកន្លែងនោះបាទហើយធ្វើឲ្យកាពះពោះវៀនយើងដំណើរការមិនល្អហើយនឹងតម្រង់នោមថ្លើមសួតយើងមានបញ្ហាធ្វើការមិនបានល្អអញ្ចឹងកាពះពោះវៀនហ្នឹងបាទហ្នឹងហើយយើងត្រូវតែបណ្ដេញចេញម្ដងរយៈពេល2ខែអីហ្នឹងយើងបណ្ដេញចេញម្ដងហើយរយៈពេលយើងហូបហ្នឹងគឺ1អាទិត្យបាទឱសថរបស់យើងនៅថ្ងៃនេះគឺជីវ៉ាន់ស៊ុយបាទជីវ៉ាន់ស៊ុយហើយនឹងក្រូចឆ្មាបាទយើងទិញនៅផ្សារមានចំនួនម្នាក់ហូបគឺកន្លះខាំដល់1ខាំបាទទឹកចំនួន1លីត្រដាំពុះហើយទុករងាស់ប្រហែលជា10នាទីទៀតដល់15នាទីចាំយើងបិទហ្គាសបិទភ្លើងហើយទុកឲ្យក្តៅអ៊ុនស្រង់កាក់ចោលទៅបាទទុកនៅទឹកបានហើយហូបអ៊ុនមុនពេលបាយព្រឹកថ្ងៃល្ងាចរយៈពេល3ដងមួយថ្ងៃហើយហូបក្នុងមួយអាទិត្យបាទពេលទឹកក្តៅអ៊ុនហ្នឹងយើងអាចហូបបានភ្លាមហ្នឹងមិនចាំបាច់ផ្លុំហ្នឹងយើងចាំបាច់ក្រូចឆ្មាចូលមួយអាទិត្យឬកន្លះផ្លែមកបាទហើយហូបរយៈពេល3ពេលពុកម៉ែបងប្អូនអាចធ្វើឲ្យក្រុមគ្រួសារយើងហូបបាទបណ្ដេញជាតិពុលក្នុងខ្លួន2ខែ3ខែអីហ្នឹងយើងបណ្ដេញចេញម្ដងទៅបាទព្រោះអីសម័យនេះស្អីក៏គីមីស្អីក៏ជាតិពុលអញ្ចឹងហើយយើងត្រូវថែរក្សាសុខភាពរបស់ក្រុមគ្រួសារយើងបានល្អដើម្បីជៀសផុតពីជំងឺផ្សេងបាទអរគុណ